នៅពេលដែលព្រះរាជបុត្រវីរៈយាងមកដល់ព្រះអង្គក៏បានលង់ស្នេហ៍ទៅនឹងសម្រស់ដ៏ល្អឥតខ្ចោះរបស់ព្រះនាងភ្លាមហើយបានថ្វាយចិញ្ចៀនសន្យាដោយការកោតសរសើរមិនដាច់ពីមាត់តែដូចយាយឥសីបានប្រមានអីចឹងរាល់ពេលដែលព្រះនាងប្រើកញ្ចក់អំណាចរបស់បណ្ដាសាក៏ចាប់ផ្ដើមធ្វើការចិត្តបរិសុទ្ធរបស់ព្រះនាងផ្កាម្លិះក៏ចាប់ផ្ដើមក្រៀមស្វិតដោយផ្កាដែលត្រូវនឹងភ្លើងនាងចាប់ផ្ដើមក្រអឺតក្រទមនាងលែងនិយាយដោយទន់ភ្លន់ទៀតហើយដោយប្រើសម្ដីបញ្ជានិងមើលងាយអ្នកបម្រើនាងលែងមានមេត្តាចំពោះអ្នកក្រខ្សត់ទៀតហើយនាងបានហាមមិនឲ្យអ្នកសុំទានចូលមកចិត្តវាំងឡើយនាងលែងខ្វល់ពីយោបល់របស់ព្រះរាជាដែលជាបិតាជាទីស្រឡាញ់របស់នាងតទៅនេះសម្បុកនិទាននឹងលើកយករឿងនិទានខ្មែរដែលមានចំណងជើងថាព្រះនាងផ្កាម្លិះនិងកញ្ចក់បណ្ដាសានៅចំកណ្ដាលអាណាចក្រដែលគ្របដណ្ដប់ដោយក្បាច់រចនាថ្មដ៏ល្អវិចិត្រគឺនគរច័ន្ទគិរីនគរនេះល្បីល្បាញដោយសារភាពរុងរឿងនិងការឲ្យតម្លៃលើភាពល្អឥតខ្ចោះខាងរូបរាងនៅទីនោះមានសួនផ្កាម្លិះដ៏ក្រអូបឈ្ងុយឈ្ងប់ព័ទ្ធជុំវិញវាំងដែលជានិមិត្តរូបនៃភាពបរិសុទ្ធព្រះនាងមួយអង្គព្រះនាមផ្កាម្លិះជាបុត្រីសំណប់របស់ព្រះរាជាព្រះនាងមានព្រះជន្ម18វស្សាហើយមានចិត្តបរិសុទ្ធនិងមានមេត្តាធម៌ដ៏ក្រៃលែងព្រះនាងជាមនុស្សទន់ភ្លន់ចូលចិត្តជួយអ្នកបម្រើនិងមិនដែលបង្ហាញការក្រអឺតក្រទមនោះឡើយតែអកុសលសម្រស់របស់ព្រះនាងមិនល្អឥតខ្ចោះនោះទេព្រះនាងមានស្នាមជាំខ្មៅតូចមួយដែលមើលទៅដូចជាចំណុចខ្មៅនៅលើផ្កាម្លិះនៅលើខ្ពាល់ខាងស្ដាំក្នុងវាំងដែលឲ្យតម្លៃលើភាពស្រស់ស្អាតព្រះនាងផ្កាម្លិះតែងតែលាក់បាំងស្នាមនេះហើយនៅស្ងៀមស្ងាត់នៅជ្រុងខាងដោយសារតែខ្វះភាពជឿជាក់លើខ្លួនឯងព្រះនាងមានអារម្មណ៍ថាគុណធម៌របស់ខ្លួនមិនគ្រប់គ្រាន់ដើម្បីបិទបាំងភាពមិនល្អឥតខ្ចោះខាងក្រៅបានឡើយផ្ទុយស្រឡះពីព្រះនាងផ្កាម្លិះទៅវិញអ្នកម្នាងតារាដែលជាបងប្អូនជីដូនមួយមានរូបឆោមស្រស់ស្អាតឥតខ្ចោះនាងមានរូបរាងល្អឥតខ្ចោះហើយគ្រប់គ្នាតែងតែសរសើរនាងតែក្រោមភាពស្រស់ស្អាតនោះអ្នកម្នាងតារាមានចិត្តច្រណែននិន្ទាយ៉ាងខ្លាំងនាងមិនអាចទ្រាំឲ្យព្រះនាងផ្កាម្លិះទទួលបានការស្រឡាញ់ដោយសារចិត្តល្អបានទេនាងតែងតែព្យាយាមបំផ្លាញចិត្តរបស់ព្រះនាងផ្កាម្លិះដោយប្រើពាក្យសម្ដីមុតស្រួចបំផុតថ្ងៃមួយពេលដែលព្រះនាងផ្កាម្លិះកំពុងដោតផ្កានាងតារាបានចូលមកដោយស្នាមញញឹមមើលងាយនាងផ្កាម្លិះគួរឲ្យអាណិតណាស់ទោះជាចិត្តនាងស្អាតដូចផ្កាយ៉ាងណាក៏ដោយក៏សម្រស់របស់នាងមិនអាចតំណាងឲ្យនគររុងរឿងបានដែរសម្រស់បែបនេះមិនសមធ្វើជាបុត្រីនគរទេសម្ដីរបស់នាងតារាបានធ្វើឲ្យព្រះនាងផ្កាម្លិះកាន់តែឈឺចាប់ព្រះនាងចាប់ផ្ដើមជឿថាការមានស្នាមជាំបានកំណត់នៅជោគវាសនារបស់ព្រះនាងមិនឲ្យទទួលបាននៅកិត្តិយសនិងសេចក្តីស្រឡាញ់ពិតប្រាកដឡើយការអស់សង្ឃឹមនេះគឺជាចំណុចខ្សោយដែលនឹងត្រូវជួបនឹងមន្តអាគមដ៏គ្រោះថ្នាក់នៅពេលខាងមុខនៅពេលដែលព្រះនាងផ្កាម្លិះកំពុងតែលង់ក្នុងក្តីសោកសង្រេងដំណឹងមួយក៏បានលេចឡើងក្នុងវាំងព្រះរាជាបានប្រកាសរៀបអភិសេករបស់ព្រះនាងជាមួយនឹងព្រះរាជបុត្រវីរៈនៃនគរជិតខាងដើម្បីពង្រឹងសម្ព័ន្ធមិត្តនយោបាយព្រះនាងផ្កាម្លិះ
មានការតក់ស្លុតយ៉ាងខ្លាំងនាងមិនខ្លាចការរៀបអភិសេកនោះទេតែនាងខ្លាចភាពអាម៉ាស់ដែលកាត់ឡើងចំពោះនគរចន្ទគិរីនៅពេលដែលព្រះរាជបុត្រវីរៈឃើញស្នាមជាំរបស់នាងប្រាថ្នាចង់ឲ្យព្រះនាងខ្លួនឯងក្លាយជាបុត្រីនគរដ៏ល្អឥតខ្ចោះដើម្បីលើកមុខមាត់ឪពុកអ្នកនាងតារាមិនខ្ជះខ្ជាយពេលឡើយនាងបាននិយាយចំអកដាក់ព្រះនាងផ្កាម្លិះកាន់តែខ្លាំងនៅមុខអ្នកបម្រើព្រះនាងថ្ងៃមង្គលការជិតមកដល់ហើយសូមកុំភ្លេចបិទបាំងស្នាមអាក្រក់នោះឲ្យជិតព្រះរាជបុត្រវីរៈល្បីថាជាមនុស្សឲ្យតម្លៃលើសម្រស់ណាស់ប្រយ័ត្ននគរយើងត្រូវគេមើលងាយសម្ដីនេះបានចាក់ទម្លុះភាពជឿជាក់របស់ព្រះនាងផ្កាម្លិះរហូតដល់សូន្យព្រះនាងគិតថាទោះជាចិត្តខ្ញុំស្មោះត្រង់ក៏ពិតមែនតែសម្រាប់នគរខ្ញុំត្រូវតែបូជាសម្រស់ខាងក្រៅដោយសារភាពតានតឹងនិងអស់សង្ឃឹមព្រះនាងផ្កាម្លិះបានសម្រេចចិត្តរត់ចេញពីវាំងនាពេលរាត្រីនាងបានរត់ចូលទៅក្នុងព្រៃអសង្ខ័យដែលជាព្រៃដែលមានឥដ្ឋកំបាំងហើយល្បីថាជាកន្លែងដែលមានមន្តអាគមកាត់ឡើងនៅទីនោះនាងបានយំសោកសង្រេងនៅឯរូងភ្នំមួយភ្លាមនោះក៏បានលេចមុខយាយឥសីចាស់ដែលមានភ្នែកភ្លឺថ្លានិងដឹងច្បាស់អំពីការឈឺចាប់របស់មនុស្សយាយឥសីកូនស្រីតើអ្វីដែលធ្វើឲ្យកូនយំសោកនៅពេលរាត្រីតើកូនចង់បានអ្វីពីលោកនេះភាពស្មោះត្រង់ឬភាពស្រស់ស្អាតព្រះនាងផ្កាម្លិះបានសុំយោបល់ពីឥសីដោយក្តីអង្វរថាយាយចៅសុំត្រឹមតែសម្រស់មួយពេលដើម្បីកិត្តិយសរបស់នគរចន្ទគិរីចៅមិនចង់ឲ្យនគរត្រូវគេមើលងាយដោយសារតែស្នាមជាំរបស់ចៅទេយាយឥសីបានយកកញ្ចក់បុរាណមួយដែលមើលទៅចាស់និងគ្របដណ្ដប់ដោយពីងពីងមកប្រគល់ឲ្យព្រះនាងយាយឥសីកូនកញ្ចក់នេះមានអំណាចផ្លាស់ប្ដូររូបរាងរបស់កូនឲ្យคล้ายជាស្រីស្អាតបំផុតក្នុងលោកនៅពេលដែលកូនមើលកញ្ចក់កូននឹងឃើញសម្រស់ដែលកូនប្រាថ្នាហើយវានឹងคล้ายជាការពិតយាយឥសីព្រមានថាតែកូនសូមចាំថាកញ្ចក់នេះមានបណ្ដាសារបស់វានាងត្រូវតែសម្រេចចិត្តរាល់ពេលដែលកូនប្រើវាទឹកចិត្តបរិសុទ្ធរបស់កូននឹងត្រូវផ្លាស់ប្ដូរភាពស្មោះត្រង់របស់កូននឹងថយចុះហើយកូននឹងក្លាយជាមនុស្សក្រអឺតក្រទមនិងមើលងាយអ្នកដទៃកញ្ចក់នេះជាបណ្ដាសាសម្រស់ដោយសារភាពអស់សង្ឃឹមនិងការចង់បានកិត្តិយសព្រះនាងផ្កាម្លិះបានបិទភ្នែកទទួលយកកញ្ចក់នោះការសម្រេចចិត្តជ្រើសរើសសម្រស់ខាងក្រៅជាជាងភាពស្មោះត្រង់របស់ចិត្តគឺជាហេតុការណ៍ជំរុញដែលបើកទំព័រថ្មីនៃជោគវាសនាដ៏គ្រោះថ្នាក់របស់ព្រះនាងបន្ទាប់ពីបានត្រឡប់មកដល់រាជវាំងវិញព្រះនាងផ្កាម្លិះបានលាក់កញ្ចក់បណ្ដាសានៅក្រោមខ្នើយហើយក៏បានប្រើវាភ្លាមនៅពេលដែលព្រះនាងមើលក្នុងកញ្ចក់ស្នាមជាំក៏បានបាត់បង់ភ្លាមហើយព្រះនាងក៏បានប្រែរូបក្លាយជាស្រីស្អាតបំផុតក្នុងលោកព្រះនាងមានរស្មីភ្លឺថ្លាចែងចាំងគ្រប់កាយវិការសុទ្ធតែប្រកបដោយមន្តស្នេហ៍ដ៏ត្រជាក់ព្រះរាជានិងមន្ត្រីក្នុងវាំងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូររូបរាងនេះព្រះនាងបានឆោមយ៉ាងមានមោទនភាពនៅចំកណ្ដាលសាលពិធីនៅពេលដែលព្រះរាជបុត្រវីរៈយាងមកដល់ព្រះអង្គក៏បានលង់ស្នេហ៍ទៅនឹងសម្រស់ដ៏ល្អឥតខ្ចោះរបស់ព្រះនាងភ្លាមហើយបានថ្វាយចិញ្ចៀនសន្យាដោយការកោតសរសើរមិនដាច់ពីមាត់តែដូចយាយឥសីបានប្រមានអញ្ចឹងរាល់ពេលដែលព្រះនាងប្រើកញ្ចក់
អំណាចរបស់បណ្ដាសាក៏ចាប់ផ្ដើមធ្វើការចិត្តបរិសុទ្ធរបស់ព្រះនាងកាមលីក៏ចាប់ផ្ដើមក្រៀមស្វិតដោយផ្កាដែលត្រូវនឹងភ្លើងនាងចាប់ផ្ដើមក្រអឺតក្រទមនាងលែងនិយាយដោយទន់ភ្លន់ទៀតហើយដោយប្រើសម្ដីបញ្ជានិងមើលងាយអ្នកបម្រើនាងលែងមានមេត្តាចំពោះអ្នកក្រខ្សត់ទៀតហើយនាងបានហាមមិនឲ្យអ្នកសំទានចូលមកចិត្តវាំងឡើយនាងលែងខ្វល់ពីយោបល់របស់ព្រះរាជាដែលជាបិតាជាទីស្រឡាញ់របស់នាងអ្នកម្នាងតារាមានការឈឺចាប់និងច្រណែនរហូតទ្រាំមិនបាននាងបានដឹងថាភាពស្រស់ស្អាតរបស់ព្រះនាងកាមលីមិនមែនកើតឡើងដោយធម្មជាតិទេនៅពេលដែលព្រះនាងកាមលីបានបណ្ដេញអ្នកម្នាងតារាចេញពីវាំងដោយពាក្យសម្ដីក្រអឺតក្រទមពេលនោះអ្នកម្នាងតារាក៏បានលួចស្ដាប់ហើយដឹងពីអត្ថកម្បាំងនៃកញ្ចក់បណ្ដាសាអ្នកម្នាងតារាបានចាប់ផ្ដើមរៀបចំផែនការដ៏កាចសាហាវនាងត្រូវតែលួចកញ្ចក់នោះដើម្បីបំផ្លាញព្រះនាងកាមលីហើយយកសម្រស់នោះមកប្រើផ្ទាល់ខ្លួនវិញនាងរងចាំឱកាសដ៏ល្អបំផុតគឺនៅពេលរាត្រីមុនថ្ងៃអភិសេកដែលជាថ្ងៃសម្រាប់ជួបវាសនានៅពេលរាត្រីដ៏ស្ងាត់ជ្រងំមុនថ្ងៃមង្គលការអ្នកម្នាងតារាបានលាក់ខ្លួននៅក្នុងបន្ទប់របស់ព្រះនាងកាមលីនាងបានស្វែងរកកញ្ចក់បណ្ដាសាដែលបានលាក់ក្រោមខ្នើយរហូតទាល់តែឃើញពេលដែលអ្នកម្នាងតារាកំពុងរត់គេចខ្លួនព្រះនាងកាមលីក៏ភ្ញាក់ឡើងហើយក៏ចាប់បានអ្នកនាងកាមលីនាងតារាឯងហ៊ានលួចវត្ថុរបស់អញឬសម្រស់នេះជារបស់អញឯងគ្មានថ្ងៃនឹងបានវាទេអ្នកម្នាងតារានាងកាមលីសម្រស់បន្លំរបស់នាងមិនស្ថិតស្ថេរទេកញ្ចក់នេះត្រូវតែជារបស់អញស័ក្តិសមនឹងធ្វើជាម្ចាស់ក្សត្រីជាងនាងជំលោះរវាងនារីទាំងពីរបានផ្ទុះឡើងយ៉ាងខ្លាំងក្លាដើម្បីដណ្ដើមយកកញ្ចក់នោះសំឡេងកញ្ជ្រៀវបានលាន់ឮពេញបន្ទប់ក្នុងពេលនោះការប្រទាញគ្នាយ៉ាងខ្លាំងកម្លាំងក៏បានរុញកញ្ចក់បុរាណនោះឲ្យធ្លាក់ទៅក្រោមកម្រាលថ្មកញ្ចក់នោះក៏បានបែកខ្ទេចជាបំណែកតូចៗហើយបានបញ្ចេញពន្លឺខ្មៅងងឹតមួយពព្រិចភ្លាមនោះអំណាចរបស់បណ្ដាសាក៏រលាយបាត់បង់ភ្លាមរស្មីចែងចាំងនៅលើខ្លួនរបស់ព្រះនាងកាមលីបានបាត់បង់អស់ស្នាមជាំខ្មៅនៅលើថ្ពាល់ខាងស្ដាំរបស់ព្រះនាងក៏បានលេចឡើងវិញដោយរូបរាងដើមពេលដែលសម្រស់បាត់បង់ទៅភាពក្រអឺតក្រទមដែលគ្របដណ្ដប់ចិត្តរបស់ព្រះនាងក៏បានរលាយបាត់បង់ទៅវិញភាពស្មោះត្រង់និងចិត្តទន់ភ្លន់របស់ព្រះនាងក៏បានវិលត្រឡប់មកវិញព្រះនាងកាមលីក៏យំសោកសង្រេងដោយក្តីខ្មាស់អៀនចំពោះទង្វើរបស់ខ្លួនសំឡេងរំខានបានដាស់ព្រះរាជបុត្រវីរៈដែលគង់នៅក្បែរនោះព្រះអង្គក៏យាងមកដល់បន្ទប់ភ្លាមហើយឃើញព្រះនាងកាមលីនៅក្នុងរូបរាងពិតកំពុងអង្គុយលុតជង្គង់ក្បែរបំណែកកញ្ចក់បែកហើយអ្នកម្នាងតារាកំពុងតែក្តៅក្រហាយដោយកំហឹងព្រះរាជបុត្រវីរៈក៏បញ្ជាឲ្យទាហានចាប់ខ្លួនអ្នកម្នាងតារាដោយសារការប៉ុនប៉ងលួចនិងបង្កភាពរំខានចំណែកឯព្រះនាងកាមលីវិញមិនហ៊ានសម្លឹងមើលព្រះរាជបុត្រវីរៈឡើយនាងបានត្រឹមតែលុតជង្គង់ចុះដោយទឹកភ្នែកនិងក្តីសោកស្ដាយដ៏ធំបំផុតបន្ទាប់ពីហេតុការណ៍ដ៏តក់ស្លុតនេះព្រះនាងកាមលីត្រូវបាននាំទៅបន្ទប់មួយដោយទឹកមុខអៀនខ្មាស់និងពោពេញទៅដោយវិបដិសារីនាងបានដឹងថាភាពលោភលន់ចង់បានសម្រស់ខាងក្រៅ
បានធ្វើឲ្យនាងបាត់បង់នៅគុណធម៌អស់ព្រះនាងបានសម្រេចចិត្តថានាងនឹងសុំលុបចោលពិធីរៀបអភិសេកនេះព្រះរាជបុត្រវីរៈបានយាងចូលមកជួបព្រះនាងដោយផ្ទាល់ព្រះនាងផ្កាម្លិះមិនហ៊ានងើបមុខមើលព្រះអង្គឡើយហើយបានសារភាពរឿងទាំងអស់ដោយទឹកភ្នែកព្រះនាងផ្កាម្លិះទូលព្រះបង្គំសុំទោសទូលព្រះបង្គំមិនសមធ្វើជាអនាគតមហេសីរបស់ទ្រង់ឡើយសម្រស់ដ៏ស្រស់ស្អាតនោះជាការបន្លំទូលព្រះបង្គំបានក្បត់នឹងខ្លួនឯងនិងបេះដូងរបស់ទូលព្រះបង្គំសូមទ្រង់លុបចោលពិធីនេះទៅទូលព្រះបង្គំមិនសមទទួលសេចក្តីស្រឡាញ់ពីទ្រង់ទេព្រះរាជបុត្រវីរៈបានចាប់ដៃនាងថ្នមហើយនិយាយដោយទឹកចិត្តទូលាយថាព្រះនាងផ្កាម្លិះកាលដែលព្រះនាងមានសម្រស់ស្អាតឥតខ្ចោះខ្ញុំពិតជាបាក់ចិត្តនឹងសម្រស់នោះមែនតែចិត្តខ្ញុំក៏ឈឺចាប់នឹងការប្រព្រឹត្តដ៏ក្រអឺតក្រទមរបស់ព្រះនាងដែរឥឡូវនេះខ្ញុំឃើញស្នាមជាំរបស់ព្រះនាងហើយក៏ឃើញទឹកចិត្តស្មោះរបស់ព្រះនាងវិលត្រឡប់មកវិញខ្ញុំស្រឡាញ់ស្នាមជាំនេះជាជាងសម្រស់បោកបញ្ឆោតទៅទៀតព្រោះវាបាននាំយកផ្កាម្លិះដ៏បរិសុទ្ធរបស់ព្រះនាងត្រឡប់មកវិញចំណែកឯអ្នកនាងតារាត្រូវបានទទួលទោសចំពោះភាពច្រណែននិងការប៉ុនប៉ងបង្កអស្ថិរភាពក្នុងវាំងព្រះនាងផ្កាម្លិះនិងព្រះរាជបុត្រវីរៈបានរៀបអភិសេកជាមួយគ្នានៅក្នុងកម្មវិធីនោះព្រះនាងបានបង្ហាញស្នាមជាំរបស់ខ្លួនដោយគ្មានការលាក់បាំងព្រះនាងផ្កាម្លិះបានប្រើប្រាស់មេរៀនដ៏ឈឺចាប់របស់ខ្លួនដើម្បីដឹកនាំនគរចន្ទគិរីដោយក្តីមេត្តានិងភាពស្មោះត្រង់ស្នាមជាំតូចនៅលើថ្ពាល់របស់ព្រះនាងលែងជាភាពអាប់អួរទៀតហើយតែបានក្លាយជានិមិត្តសញ្ញាដ៏មានតម្លៃបំផុតនៅក្នុងនគរដែលជាសញ្ញានៃមន្តអាគមពិតនៃចិត្តដែលបានយកឈ្នះលើបណ្ដាសារបស់សម្រស់រឿងនិទានបានបញ្ចប់ដោយបង្ហាញថាសម្រស់ខាងក្រៅអាចបោកបញ្ឆោតបានតែភាពល្អប្រសើរដែលស្ថិតនៅក្នុងបេះដូងគឺជាមន្តអាគមដ៏ពិតប្រាកដដែលស្ថិតស្ថេរជារៀងរហូតរឿងព្រះនាងផ្កាម្លិះនិងកញ្ចក់បណ្ដាសាចប់ដោយបរិបូរណ៍